ពលរដ្ឋខ្មែរសម្ដែងការសោកស្ដាយចំពោះមរណភាពអតីតព្រះមហាវីរក្សត្រនរោត្តមសីហនុទង់ជាតិទូទាំងប្រទេសកម្ពុជាត្រូវបង្ហូត1ភាគ3នៅពេលអ្នកកាន់ទុក្ខដើរតាមផ្លូវសម្ដែងការសោកស្ដាយចំពោះមរណភាពអតីតព្រះមហាវីរក្សត្រនរោត្តមសីហនុអ្នកក្រុងភ្នំពេញប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំងនៅថ្ងៃអង្គារនេះជនជាតិខ្មែរជាច្រើននិយាយថាមរណភាពរបស់ព្រះមហាក្សត្រធ្វើឲ្យគេរន្ធត់ដល់ខ្លាំងគ្រាន់តែខ្ញុំបានទទួលដំណឹងភ្លាមថាបកូនណាលោកចូលទីបង្គត់ពួកយើងខ្ញុំទាំងអស់គ្នាមានទុកសោកក្នុងចិត្តជាខ្លាំងជាពិសេសមានការស្ដោកស្ដាយវីរៈបុរសរបស់យើងដែលព្រះអង្គបានកសាងប្រទេសជាច្រើនទុកស្នាដៃជាច្រើនឲ្យប្រជាពលរដ្ឋកម្ពុជាបានសេចក្តីសុខសន្តិភាពព្រះមហាវីរក្សត្រសោយទីវង្គតកាលពីថ្ងៃច័ន្ទនៅទីក្រុងប៉េកាំងព្រះជន្ម90ព្រះវស្សាក្រោយពីមានជំងឺមហារីកដ៏យូរព្រះអង្គឡើងគ្រងរាជសម្បត្តិនៅឆ្នាំ1941ជាង60ឆ្នាំមកនេះពេលខ្លះព្រះអង្គមានអំណាចពេលខ្លះបាត់អំណាចមុនពេលព្រះអង្គផ្ទេររាជបល្ល័ង្កនៅឆ្នាំ2004ឲ្យព្រះមហាក្សត្រនរោត្តមសីហមុនីបុត្រារបស់ព្រះអង្គបាញ់មែនពួកខ្ញុំអង្គុយចោលហើយពួកខ្ញុំកាន់ផ្កាឈូកគឺជាតំណាងដើម្បីរំលឹកដល់ព្រះគុណរបស់ព្រះអង្គដែលបានកសាងស្ថាបនាប្រទេសជាតិយើងរហូតដល់ថ្ងៃនេះគឺដោយសារព្រះគុណរបស់ព្រះអង្គតែមួយគត់ហើយពួកខ្ញុំអង្គុយទីនេះដើម្បីសញ្ជប់សញ្ជឹងដើម្បីគិតដល់អ្វីដែលទ្រង់បានកសាងឲ្យពួកយើងទាំងអស់គ្នាហើយពួកយើងក៏បានគិតហើយថាពួកយើងនឹងរួមដៃគ្នាដើម្បីស្ថាបនាជាតិរបស់យើងបន្ទាប់ពីព្រះអង្គទៅព្រះមហាក្សត្រនរោត្តមសីហមុនីនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានទៅទីក្រុងប៉េកាំងយកមឈូសពណ៌មាសយាងសពព្រះអង្គមកប្រទេសកម្ពុជាវិញលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីព័ត៌មានបានប្រាប់ VA ភាសាខ្មែរថាគេនឹងយាងសពព្រះមហាវីរក្សត្រមកកម្ពុជាវិញនៅថ្ងៃពុធសពព្រះអង្គនឹងត្រូវតម្កល់30ថ្ងៃនៅព្រះបរមរាជវាំងមុននឹងត្រូវបូជាព្រះមហាវីរក្សត្រនរោត្តមសីហនុទទួលការសោកស្ញែងដែលលោកបានដឹកនាំប្រទេសកម្ពុជាទាមទារឯករាជ្យពីប្រទេសបារាំងបានឆ្លងកាត់សង្គ្រាមឆ្លងកាត់របបប្រល័យពូជសាសន៍ហើយបង្កើតប្រជាធិបតេយ្យមួយដែលមិនទាន់រឹងមាំនៅឡើយនាពេលបច្ចុប្បន្ននេះតែព្រះកេរ្តិ៍ឈ្មោះព្រះអង្គក៏ប្រឡាក់ប្រឡូសជាមួយនឹងចលនាខ្មែរក្រហមដែលមានពលរដ្ឋខ្មែរជាង1.7 លាននាក់បានស្លាប់ផងដែរពីរដ្ឋធានី Washington ខ្ញុំពិនស៊ីសវណ្ណ VOA